ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាមកកាន់ការនិទានរឿងរបស់រឿងយើងម្ដងទៀតហើយអញ្ចឹងខ្ញុំមកនិទានរឿងផ្កាអមចន្ទ្រាតអញ្ចឹងពីភាគមុនសម្រាប់អ្នកទាំងអស់គ្នាដែលមិនទាន់បានស្ដាប់ទេអ្នកទាំងអស់គ្នាអាចទៅស្ដាប់បានភាគមុនហ្នឹងដល់ពេលមโนជាមួយនឹងអមរាត្រឡប់មកផ្ទះវិញអញ្ចឹងថ្ងៃនេះខ្ញុំមកនិទានតទៀតចំណែកឯអមរាក៏នៅផ្ទះម្នាក់ឯងយប់នោះនាងកើតក្តីតបប្រមាល់ក្នុងចិត្តនឹកលោកឪពុកផងនោះនាងក៏ដើរចុះទៅដើរលេងបន្តិចនៅក្រៅផ្ទះចៃដន្យក៏ឃើញនឹងនាយកំឡោះនឹងងូតទឹកគៀនផ្ទះតែម្ដងក៏លួចទៅមើលគេបន្តិចទៅក៏គ្មានទៅខុសអ្វីដែរនាងក៏រួចក៏និយាយក្នុងចិត្តអ្នកណាឲ្យគេមកងូតទឹកកណ្ដាលវាស្មាននេះធ្វើអ្វីទៅរូបរាងគេក៏មិនអន់ដែរសាច់ដុំក៏មានសង្ហាម្យ៉ាងដែរតានាងនិយាយចប់ក៏ញញឹមម្នាក់ឯងដោយមនុស្សឆ្កួតអាឡ័យតែញញឹមមើលភ្លេចមើលគេងូតទឹកហើយបាត់ទៅហើយចង្រៃកណ្ដុលមើលរត់កាត់ជើងនាងភ្ញាក់ស្រែកមួយទំហឹងជួយផងអមរាលោតចេញពីគុម្ពព្រៃដែលពួនមនោគ្រាន់តែឮសំឡេងមានវីទៅក្រសោបកូនក្រមុំគេមកជាប់នឹងខ្លួនអមរាកើតអីឡើងមនោសួរទាំងបារម្ភមិនដឹងសត្វអីទេវារត់កាត់ជើងខ្ញុំនៅត្រង់នោះអមរានិយាយទាំងពុកដៃបិទភ្នែកហើយអោបគេជាប់ភ្លេចថាខ្លួនឯងនៅក្នុងរួងដៃមុំរបស់គេមនោក៏ប្រាប់អមរាថាកុំភ័យមានគេនៅទីនេះហើយគ្មានសត្វអ្វីមកធ្វើបាបគេបានទេអមរាក៏បាត់ភ័យហើយសម្លឹងមើលទៅមុខមនោចាន់ពីក្បាលដល់ទ្រូងពីទ្រូងដល់ក្បាលពោះគឺគេស្លៀកក្រមាតែមួយប៉ុន្តែនាងអៀនគេមុខឡើងក្រហមទៅហើយឈប់ខ្លាចបានហើយឬនៅមើលនោះគ្រាន់តែកណ្ដុលមួយទេមនោនិយាយហើយបង្ហាញតែអមរាឈប់ហើយនាងនិយាយទាំងរដិករដប់ហើយយប់ហើយនាងមកទីនេះធ្វើអីនឹងគុំព្រៃណាំងឬមកលួចមើលខ្ញុំមួយទឹកទេដឹងអត់ទេអមរាប្រកែកឡើងលឿនខ្លាចគេចាប់បានមិនអីទេបើចង់មើលប្រាប់បានចាំដោះអាវឲ្យមើលដល់បន្ទប់មិនចាំបាច់ហត់មកកណ្ដាលយប់ទេខ្ញុំទទួលស្គាល់ថាខ្ញុំសង្ហាមនោនិយាយទាំងពើងទ្រូងអាចលោកមនោឈួតគិតមកអបលៈបែបនេះតើកើតអ្នកណាចង់មើលលោកឯងកុំគិតដល់ក្នុងបន្ទប់តែមុខរបស់លោកខ្ញុំមិនចង់មើលផងអមរាចង្អុលមុខគេតែគេមិនញញថែមទាំងឲ្យមុខមកចិត្តនាងទីផងហើយខ្សឹបប្រាក់អមរាថាទៅបន្ទប់ខ្ញុំនៅចិត្តជាងមួយឃ្លានេះរបស់មនោធ្វើឲ្យអមរារុញគេមួយទំហឹងហើយនិយាយទាបទៅវិញថាឆ្លើយគ្មានអ្នកណាប្រដៅទេឬអមនោឈួតគ្រាន់តែគិតក៏ព្រឺឆ្អឹងខ្នងដែរមកនិយាយបែបនេះដាក់នាងឈួតបែបនេះនាងក៏ជាស្រីក្រមុំផងនិយាយហើយនាងក៏រត់ចេញពីទីនោះឡើងទៅលើផ្ទះបាត់មនោបន្តពីក្រោយនាងមិនឈួតទេឬមកលួចមើលខ្ញុំមួយទឹកអមរាមិនតបទេនាងអៀនគេពេកក៏គិតតែពីរត់ឡើងទៅលើផ្ទះទុកឲ្យមនោនៅឈរញញឹមចុងមាត់ម្នាក់ឯងចំណែកឯអមរាដេកមិនលក់នៅអៀនគេនឹកឃើញខ្លួនឯងនៅក្នុងរង្វង់ដៃខ្លួនគេសឹកតែសាច់នៅពេលដែលយកមុខទៅជប់នឹងទ្រូងគេគ្រាន់តែស្រមៃក៏អៀនដែរហើយត្រូវគេមកលក់លុយពីបែបនេះទៀតធ្វើឲ្យនាងអៀនរឹងខ្លួនមួយយប់លុះព្រឹកឡើងថ្ងៃរះពីទិសខាងកើតមានវីចុះរៀបចំអាហារពេលព្រឹកដោយសពមួយដងខុសពីរាល់ថ្ងៃនាងដាំបាយជំនួសបបរព្រោះនាងគិតថាលោកឪពុកដែលត្រូវធ្វើដំណើរឆ្ងាយហើយបើពិសាបបរនោះនឹងមិននឹងពោះដូចជាបាយទេបន្ទាប់ពីអាហារពេលព្រឹកហើយនាយកំឡះក៏ចូលទៅក្នុងបន្ទប់សៀវភៅរកមើលបង្រៀនឯកសារទិញដូរទំនិញពីមុនខ្លះដើម្បីដឹងថារកដងលក់ចេញលក់ចូលប៉ុណ្ណាបន្ទាប់ពីរងបានសៀវភៅហើយគេក៏ទៅហៅអមរាមកស្ដាប់គេបង្រៀនពីរបៀបលក់ដូរខូនមកនេះខ្ញុំមានការនិយាយជាមួយបន្តិចចាម៉ានវីទម្លាក់ផ្កាឈប់ចុះក៏ដើរសម្ដៅទៅបន្ទប់សៀវភៅតាមបង្គាប់របស់មានុបអង្គុយក្បែរខ្ញុំមកសួរនិយាយប្រាប់អមរាក៏ទៅទាញកៅអីមកអង្គុយជិតគេនាងអៀនគេពីយប់មិញមិនទាន់បាត់ផងឥឡូវមកអង្គុយក្បែរទៀតនាងមកឡើងក្រហមដូចជាពេញប៉ះទុំទៅអស់ទៅហើយខូនមើលចំនួនទាំងអស់នេះជាទូរលេខដែលលោកលួងលក់នៅក្នុងស្រុកភូមិមនោចង្អុលប្រាប់បង្ហាញតែអមរាមួយមើលទៅដូចជាគូរូកំពុងបង្រៀនសិស្សរាប់លេខ1 2អញ្ចឹងខូនឃើញទេនេះមិនសូវមានចំនួនអ្នកទិញច្រើនប៉ុន្មានទេយើងត្រូវបំបែកអង្ករនេះគឺជាបាតទូទៅវឹមល្មមត្រឹម5គីឡូអង្ករអីសិនបានហើយហេតុអ្វីចាំបាច់ធ្វើបែបហ្នឹងបើរកដងក៏លក់ដាច់
វាមិនដូចគ្នាទេខុនគិតទៅមើលរីសប្តាហ៍ថ្ងៃមិនសូវជាមានប្រាក់ប៉ុន្មានទេបើយើងលក់ច្រើនពេកគាត់មិននឹងអាចទិញបានទៅណាមួយយើងលក់រាយបានតែអ្នកភូមិនៅចិត្តហ្នឹងគាត់អាចមកមួយថ្ងៃពីរថ្ងៃមកទិញម្ដងទៀតតែចំពោះអ្នកនៅឆ្ងាយរាប់គីឡូមិននឹងអាចមកទិញរាល់ថ្ងៃមនុស្សលើកយកហេតុផលមកអះអាងម្ដងមួយគេនិយាយត្រូវណាស់ភាពងាយស្រួលលក់ដូរមិនត្រឹមតែអ្នកមិនមានប្រាក់ច្រើនអាចទិញទេតែវាអាចបង្កើតការលក់ព្រោះរោងម៉ាស៊ីនគេមានអង្គច្រើនខ្នាតងាយនឹងនាំចេញយកទៅលក់នឹងទីតម្រូវការរបស់អ្នកប្រើប្រាស់ផងដែរខ្ញុំយល់ហើយខុនអាំរ៉ាក៏ងើបមើលមុខគេប្រទេសភ្នែកគ្នាធ្វើឲ្យបេះដូងនាងលោតញាប់កាន់តែខុសចង្វាក់តែត្រូវកាត់ផ្ដាច់ដោយនឹងស៊ីផ្លេឡានរបស់នរណាម្នាក់ទីតអាំរ៉ាក៏ប្រញាប់ទៅទទួលភ្ញៀវជំនួសលោកលួងជាឪពុកដែលសារតែលោកលួងមិននៅផ្ទះហើយនាងក៏មិនដឹងថាភ្ញៀវនោះជាអ្នកណាដែរឈុតតាវីម៉ាណាវីភ្លេចខ្លួនដែលពេលរំភើបនាងក៏អោបគ្នាជាមួយបងប្អូនសាច់ឆ្ងាយរបស់នាងសុខសប្បាយទេអាំរ៉ាឈុតតាវីសុខសប្បាយធម្មតាទេអ្នកណាមកខ្លះណាមកចូលមកក្នុងអង្គុយសិនទៅជំរាបសួរលោកអ៊ំម្ចាស់ផ្ទះក៏សម្ដែងការគួរសមជាមួយនឹងភ្ញៀវបាទលើកដៃថ្វាយព្រះលោកផាត់ភួងអ្នកទាំងអស់គ្នាឡើងទៅលើផ្ទះប្រទេសនឹងចិនមណោដែលចេញមកពីបន្ទប់សិភៅឈុតដាវីក៏ញញឹមដាក់គេព្រោះចាំច្បាស់ថាជាអ្នកធ្លាប់ស្គាល់គ្នាទោះបីជាបែកគ្នាច្រើនឆ្នាំជំរាបសួរលោកភួងមណោគឺជាមនុស្សមានរបៀបណាស់ហើយចេះស្គាល់ចាស់ទុំបាទក្មួយមណោនេះមកពីអង្កាលខ្ញុំទៅតែមកបាន2 3ថ្ងៃទេលោកភួងមករកលោកលួងមែនទេស្ដាយគាត់មានការទៅខាងក្រៅតាំងពីព្រលឹមចាស់លោកឪពុកគាត់ចេញទៅពីព្រលឹមម្លេះលោកអ៊ំអាំរ៉ាក៏ដាក់ទឹកនៅលើតុឲ្យភ្ញៀវហើយអង្គុយជុំគ្នាអ៊ំមកខកជើងហើយថាមកនិយាយសាច់ការបានបន្តិចតើតាល្ងាចទៅលោកពុកត្រឡប់មកវិញអញ្ចឹងមានតែនៅចាំទេមណោអើយមិនងាយមកឯណាផ្លូវក៏ឆ្ងាយគួរសមចាស់បាទអញ្ចឹងលោកអ៊ំអង្គុយលេងសិនទៅចឹងខ្ញុំរៀបចំទទួលបន្ទប់សម្រាប់សិនចុះបន្ទាប់ពីរៀបចំអ្វីហើយម៉ាណាវីក៏រៀបចំខ្លួនទៅផ្សារត្រុកទិញម្ហូបបានខ្លះលោកជួយជូនខ្ញុំទៅផ្សារបន្តិចមកបាទម៉ាណាវីហុចកន្ត្រកបន្លែមួយឲ្យគេកាន់ដើរតាមពីក្រោយនាងនឹងឈុតដាវីនាងទិញនេះទិញនោះបានយ៉ាងច្រើនពេញមួយកន្ត្រកគេយូរសឹងបាក់ដៃទៅហើយអរគុណលំបាកហើយជួយកាន់បន្លែនេះចោះផាត់ភួងឈុតដាវីឃើញនាងមាននុកកាន់មិនអស់ទៅស្នើសុំជួយបាទអរគុណមិនដូចអ្នកខ្លះទេអត់ចិត្តអមរាលឺហើយក៏ធ្វើជាថ្លង់នាងមិនចង់និយាយតបតជាមួយនឹងគេឡើយចង់ធ្វើបាបគេលេងរីត្រីរណូចស្ងាត់ឈឹងពន្លឺភ្លើងចង្គៀងផ្លុងចេញពីបន្ទប់ខាងក្រៅផ្ទះម៉ាណាវីដែលនៅក្នុងសួនមិនចូលដំណេកឃើញស្រមោលនរណាម្នាក់ដើរចេញពីផ្ទះរបស់មណោទំនងជាមនុស្សស្រីស្ដាប់ពិតគំនិតបែបតាមពិតគំនិតបែបនេះសោះចេះលោកពុកយកបន្ទុកក្នុងផ្ទះទៅកើតមិនដឹងជានរស្រីមកពីណាទេម៉ាណាវីនឹងខូចចិត្តនឹងមណោមិនស្ទើរទេគេខំទៅទឹកចិត្តគិតថាជាសុភាពបរោះតែចុងក្រោយនាងពិតជានិយាយមិនចាញ់នឹងទង្វើរបស់មនុស្សនៅឡើយម៉ាណាវីអាមរ៉ានាងក៏ឡើងទៅលើផ្ទះវិញតែអារម្មណ៍មិនស្រណុកចិត្តបន្ទាប់ពីឃើញរឿងនេះហើយនាងចេះតែគិតខ្លះថាគេធ្វើមិនល្អឬរូបនាងដែរណាស់តែនាងមានការងារជាមួយគេច្រើនទៀតហេតុមួយលោកឪពុកមិនសូវជានៅផ្ទះជាប់ជួនឡើយពេលខ្លះនាងត្រូវទៅផ្លេចឆ្ងាយរាប់គីឡូដីឆ្លងខេត្តជាមួយគេដើម្បីទៅមើលទំនិញនាំចុះទូកទៅកំពង់ថែធ្វើឲ្យម៉ាណាវីនឹងគិតក្នុងចិត្តតើពេលណាគេត្រឡប់ទៅវិញចំណែកឯមណោវិញខ្លួនគេមិនដឹងអ្វីសោះតាំងខ្លួនជាកូនប្រុសដើមទ្រូង5ហាត់មិនបំពេញនារីម្នាក់ឲ្យខុសប្រពៃណីខ្មែរឡើយនិយាយពីស្ត្រីដែលទូក្រមាបាំងមុខចិត្តនោះគ្មាននរណាឆ្ងាយពីឈុតដាវីទេនាងគ្រាន់តែរវយករបស់ខ្លះមកឲ្យមណោតែប៉ុណ្ណោះព្រោះនាងនិងមណោជាមិត្តជាមួយគ្នាតាំងពីមណោមិនទាន់ចាកចេញពីភូមិមួយនេះមកម្លេះលុះព្រឹកឡើងបើកឆាកមកជាមួយនឹងតុអាហារនិងមនុស្សជាច្រើនខុសធម្មតាព្រោះមានលោកផាត់ភួងនិងកញ្ញាឈុតដាវីចូលរួមតុជាមួយឆ្លៀតឱកាសល្អលោកភួងក៏និយាយទៅកាន់លោកលួងសម្លាញ់គ្នាមានរឿងចង់សួរឯងខ្លះសង្ឃឹមថាឯងមិនប្រកាន់គ្នាទៅចុះលោកលួងក៏ញញឹមហើយឆ្លើយតបទៅកាន់សម្លាញ់ភួងវិញមានរឿងអីនិយាយមកចោះយើងមិនយកទោសអ្វីទេតើខុនអាំរ៉ាមានជាប់ពាក្យសម្ដីជាមួយនឹងអ្នកណាហើយឬនៅ
យើងមានក្មួយធម៌ម្នាក់គេជាបល័តស្រុកកបចាញ់វាចង់ឲ្យពួកគេស្គាល់គ្នាសម្ដីប៉ុន្មានម៉ាត់របស់លោកភួងធ្វើឲ្យនាងក្រមុំរៀបខ្នើចិត្តមិនចង់រៀបការជាមួយមនុស្សដែលនាងមិនស្គាល់ឡើយប៉ុន្តែនាងចាំស្ដាប់ពាក្យដែលចេញពីមាត់លោកឪពុកជាធំយើងគិតថាមិនបានទេកូនយើងមានម្ចាស់រួចទៅហើយយើងភ្ជាប់ពាក្យឲ្យនាងតាំងពីនៅក្មេងៗរឿងមួយនេះកាន់តែឆេះឈួលទៅទៀតនាងត្រូវបានភ្ជាប់ពាក្យតាំងពីក្មេងចំណែកមនោគេបានត្រឹមតែឈ្ងោកមុខចុះមិនហ៊ានសូម្បីតែមើលមុខនារីដែលខ្លួនស្រឡាញ់ព្រោះពេលនេះផ្កាមួយតោមានម្ចាស់បាត់ទៅហើយជាមួយកូនរបស់អ្នកណាមិនឯងមិនដែរប្រាប់យើងផងជាមួយសម្លាញ់យើងនៅបាត់ដំបងកូនកំឡោះនោះគឺច័ន្ទមនោនេះហើយហាអមរានាងឆ្លក់ទឹកឆ្លក់បាយនៅពេលដែលឮឈ្មោះគូដណ្ដឹងដែលនាងស្អប់ឈុតដាវីក៏ស្រវាក់ទឹកឲ្យនាងផឹកកុំឲ្យឆ្លក់ទៀតហេតុអ្វីគេជាគូដណ្ដឹងនាងភ្ញាក់ផ្អើលមនោទៅតែដឹងខ្លួនបំបញ្ញមិញនេះដោយលើពាក្យថាគូដណ្ដឹងចេញពីមាត់លោកលួងមុនចូលឆ្នាំយើងនឹងរៀបការឲ្យពួកគេហើយគ្នាពិតជាសុំទោសផងផ្ដាំទៅសុំទោសលោកបាឡាត់ជំនួសផងចោះអញ្ចឹងតើបានជាសុកមកដល់ស្រុកកំណើតវិញមនោលោកផាត់ភួងក៏ទះស្មាមនោតិចតែមនោបានត្រាញញញឹមមិនសមហើយឆ្លើយថាបាទទៅវិញអាហារចាប់សពគ្រប់ថ្ងៃត្រង់លោកភួងនិងកូនក៏លាគ្រួសារលោកលួងចេញទៅវិញចំណែកអមរាគេលែងហ៊ានចេញពីបន្ទប់ខ្លាចជួបមុខនឹងមនោនាងដូចជាស្អប់បន្តិចហើយអ៊ីនបន្តិចដែរនាងឆ្លើយនឹងអារម្មណ៍ខ្លួនឯងមិនត្រូវនាងក៏អើតមើលគេកាប់ដីសួនក្រោយផ្ទះជាមួយនឹងកម្មករមើលទៅឧស្សាហ៍ទាស់តែម្យ៉ាងនៅរឿងរូបនោះនាងគិតដល់រឿងនោះនាងក៏ខូចចិត្តគិតថាគេក្បត់នាងកន្លងទៅយូរថ្ងៃដល់រដូវប្រមូលផលស្រូវក៏ឈានចូលមកដល់កសិករក៏ប្រមូលផលខ្លះទុកហូបខ្លះក៏លក់ក្នុងអំឡុងពេលមមាញឹកនឹងការប្រមូលផលស្រូវទុកដឹកចេញតាមទូកទៅលក់នៅឯស្រុកឡាយនិងស្រុកផ្សេងទៀតការងាររវល់ស្នេហាកាន់តែរវល់ជាងការងារទៅទៀតគូតមិនទាន់ជាប់នឹងកៅអីឡានផងយប់កាន់តែផ្លូវឆ្ងាយផ្លូវកាន់តែវែងជប់ស្ងាត់បាត់អស់ព្រះច័ន្ទនៅតែសំឡេងឡានបើកតាមផ្លូវនិងសំឡេងរទេះគោអ្នកភូមិផងតាមរដងផ្លូវងក់ឡានឈប់ភ្លាមបន្ទាប់ពីក្រុមសេះមួយវងស្ទាក់ពីមុខឡានលោកលួងនិងមនោមើលមុខគ្នាហាក់ថ្លែងដឹងពីស្ថានភាពនៅកណ្ដាលព្រៃជ្រៅចោលប្លន់លោកលួងមិននិយាយអ្វីដែលលោកក៏យកដៃទៅបើកកែខាងក្រៅកៅអីឡានមនោឯងយកទៅអ៊ំមានមួយដើមគ្រាន់ការពារខ្លួនបាទមនោទទួលទាំងដៃញ័រហើយយកទៅសៀតនឹងចង្កេះខោដោយមិននឹកស្មានថាខ្លួនឯងត្រូវជួបប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតបែបនេះអោស្នេហាអើយទៅតែជួបមុខឥឡូវឲ្យអញបែកដូចប្រត់ស្លាប់បែបនេះមនោក្មួយចុះទៅចាំអ៊ំបំបែឡានបំបែដានពួកវាហើយយើងទៅជួបគ្នានៅផ្លូវបំបែខាងមុខស្នូសេះរត់ជិតមកដល់កាន់តែគៀកទៅសំឡេងពួកវាហូរស្រែកចំណងជាគ្នាច្រើនបាទអ៊ំមនោនាំលោកលួងចូលទៅក្នុងព្រៃជ្រៅអ៊ំសានបើកឡានផ្លូវវាងទៅម្ខាងទៀតរត់មិនទាន់បានប៉ុន្មានផងឬសម្រាប់ជើងសេះមកដល់តើនឹងការគិតខ្លួនរបស់មនោនិងលោកលួងផាំងសំឡេងគ្រាប់កាំភ្លើងរ៉េទៅកង់ឡានឮសូរតែភូអ៊ំសានហក់ចេញពីឡានសឹងមិនទាន់រត់ទៅឆ្ងាយដោយហេតុចោលមានគ្នាច្រើនដេញតាមមនោរត់សឹងមិនទាន់បាត់ជើងសោព្រាតផាំងមួយគ្រាប់ត្រូវនឹងដើមឈើឈិតមុខលោកលួងមនោភ័យបបួលតែត្រូវតាំងចិត្តមាំជាកូនប្រុសដើម្បីការពារលោកឪពុកក្មេកលោកអ៊ំរត់ទៅមុនទៅចាំក្មួយបាញ់ការពារពីក្រោយអត់ទេបើស្លាប់ជាមួយគ្នាផាំងទៅផាំងមកស្នូកំភ្លើងលឺដូចផ្គរលួនខែភាសាគ្រាប់កំភ្លើងបែកខ្សាច់ពេញព្រៃអត់ទេខុននៅត្រូវការលោកអ៊ំសុកចិត្តរស់មួយស្លាប់មួយប្រសើរជាងបើស្លាប់អ៊ំស្ម័គ្រចិត្តចាស់ហើយក្មួយជាប្តីត្រូវមើលថែកូនអ៊ំឲ្យល្អផងរត់ទៅលោកលួងកញ្ឆាក់កំភ្លើងពីមនោយកទៅបាញ់តទៅចៅវិញដើម្បី